ហើយខ្ញុំតែងតែប្រាប់បងប្អូនទៀតថារបស់អីក៏ដោយឲ្យតែអ្នកណាក៏មានមិនសូវមានតម្លៃទេរបស់ដែលមានតម្លៃគឺរបស់ដែលកម្រមានមនុស្សណាធ្វើបានអញ្ចឹងយើងត្រូវរៀនធ្វើសកម្មភាពដែលមានវិន័យទោះបីវាពិបាកបន្តិចប៉ុន្តែភាពពិបាកហ្នឹងហើយវាធ្វើឲ្យបងប្អូនមានលក្ខណៈពិសេសខុសគេបន្តិចបាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរខ្ញុំចង់ចែកម្លែកជាមួយបងប្អូនទាំងអស់គ្នាតកតងជាមួយនឹងពាក្យចំនួន2ពាក្យមួយគឺខ្ញុំចង់និយាយអំពី discipline ប្រែជាភាសាខ្មែរបានន័យថាភាពដែលមានវិន័យការដែលមានវិន័យនៅក្នុងខ្លួនពាក្យទី2គឺ motivation ប្រែខ្មែរយើងអាចប្រែថាជាការជំរុញលើកទឹកចិត្តក្នុងការធ្វើអីមួយមាន motivation ក្នុងការធ្វើនេះមាន motivation ក្នុងការធ្វើនោះហ្នឹងឯងតើពាក្យពីរនឹងខុសគ្នារបៀបម៉េចភាពដែលមានវិន័យដែលហៅថា discipline ហ្នឹងហើយនឹងភាពនៃការជំរុញលើកទឹកចិត្ត motivation ហ្នឹងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែករឿងនេះជូនបងប្អូនដើម្បីបងប្អូនងាយយល់ខ្ញុំមានរូបភាពមួយចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នារូបភាពមួយហ្នឹងបងប្អូនឃើញដូចជាក្រាបមួយចុះណាបាទជួបញ្ឈរគឺចង់និយាយអំពីលទ្ធផលដែលនឹងទទួលបានលទ្ធផលកាន់តែនៅខាងលើកាន់តែកាន់តែខ្ពស់កាន់តែបានផលច្រើនជួដេកគឺនិយាយអំពីពេលវេលាបើពេលវេលាកាន់តែយូរទៅតើនឹងយ៉ាងម៉េចណាបងប្អូនអញ្ចឹងបងប្អូនក៏លេចទៅមើល motivation ការជំរុញលើកទឹកចិត្តដំបងឃើញខ្ពស់មែនតើលទ្ធផលហ្នឹងចាប់ផ្ដើមភ្លាមអត់លទ្ធផលភ្លាមបន្ទាប់មកចាប់ផ្ដើមធ្លាក់ចុះម្ដងបន្តិចពេលវេលាកាន់តែយូរទៅ motivation កាន់តែតិចទៅបងប្អូនឆ្ងល់ហ៎មិនចឹងបាទតាមពិតទៅអត់មានអីចម្លែកទេបងប្អូនខ្ញុំជឿថាយើងទាំងអស់គ្នាមាន motivation ម្ដងម្កាលហ្នឹងខ្ញុំឧទាហរណ៍ថាពេលខ្លះបងប្អូនមើលវីដេអូគេឃើញគេហាត់ប្រាណបានសាច់ដុំធំសាច់ដុំណែនស្អាតបងប្អូនភ្លាមទាញកង់ទាញម៉ូតូទាញឡានទៅជីមផ្លែតតែម្ដងមាន motivation ខ្លាំងណាស់មានការជំរុញលើកទឹកចិត្តខ្លាំងណាស់ទៅដល់លើកអត់ទេណារត់ផងអីផងណាហ្នឹងហើយធ្វើលំហាត់ទាញក្បាលពោះកាច់ក្បាលពោះស្អីផ្សេងមួយថ្ងៃហ្នឹងចូល1ម៉ោងកន្លះ2ម៉ោងមួយថ្ងៃហ្នឹងណាដោយសារ motivation យើងខ្លាំងពេកដល់ពេលជាលទ្ធផលមកទៅបងប្អូនចុករួយសាច់ដុំហត់ណាស់អត់ស្រួលក្នុងខ្លួនទេថ្ងៃស្អែកថយបន្តិចណាចឹងបានក្រាបនឹងថយបងប្អូនលទ្ធផលថយតិចហ្នឹងថ្ងៃស្អែកថយបន្តិចទៅអត់កើតទេឈឺសាច់ដុំខ្លាំងណាស់យប់មិញទេអត់កើតផងទៅដល់លើកបានបន្តិចអត់កើតទេកន្លះម៉ោង1ម៉ោងឈប់បាត់មកដល់ផ្ទះវិញអស់កម្លាំងកាន់តែខ្លាំងទៅអាហ្នឹងហើយ motivation ណាបងប្អូនជំរុញទឹកចិត្តវាធ្លាក់ចូលបន្តិចស្រាប់ថ្ងៃទី3ថាដូចអត់ទៅស្រួលដូចសម្រាប់មួយថ្ងៃទេហាត់ប្រាណ2ថ្ងៃហើយសម្រាប់មួយថ្ងៃកុំអីទេមកមិត្តភក្តិហូបចុកហូបចុកបានន័យថាយើងអត់បានធ្វើអារម្មណ៍ហាត់ប្រាណនឹងទៀងទាត់អញ្ចឹងលទ្ធផលក៏វាធ្លាក់ចូលតាមហ្នឹងណាបងប្អូនលទ្ធផលក៏ធ្លាក់ចូលតាមហ្នឹងហើយពីមួយថ្ងៃទៅមួយថ្ងៃគឺទំនាប់បែបហ្នឹងរហូតយូរទៅឡើងទៅអត់ទាន់បានបាត់ឈឺសាច់ដុំអត់ទាន់បានស្រួលខ្លួនអីផងអត់ទៅវិញទៅធ្វើអីតាមទម្លាប់ដើមសិនហ្នឹងហើយជា motivation ណាបងប្អូនជាការជំរុញលើកទឹកចិត្តរបស់យើងមួយផ្លែតនោះឯងណាខ្ញុំជឿថាអ្នកណាក៏មានដែរទាំងខ្ញុំទាំងបងប្អូនការជំរុញលើកទឹកចិត្តថ្ងៃហ្នឹងចង់ធ្វើវីដេអូថតវីដេអូថ្ងៃស្អែកខ្ជិលថតយូរពេកបានទេថត2នាទីបានទេថ្ងៃក្រោយលេងថយយកដល់តិចអាហ្នឹងអ្នកណាក៏មានដែរអញ្ចឹងសួរថាវាបានផលទេ motivation មួយផ្លែតថាអត់សូវបានផលច្រើនទេណាបងប្អូន
ជាទូទៅចង់សម្រេចអីមួយវាត្រូវការភាពទៀងទាត់អញ្ចឹងបងប្អូនក៏លេខមើលក្រាបមួយទៀតនិយាយអំពី discipline ណាបងប្អូនភាពដែលមានវិន័យគឺឃើញថាក្រាបនឹងចាប់ផ្ដើមឡើងម្ដងបន្តិច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 រហូតរយៈពេលកាន់តែយូរលទ្ធផលទទួលបានកាន់តែច្រើនណាបងប្អូនអញ្ចឹង discipline នេះគេចង់និយាយអំពីការមានវិន័យនឹងរបៀបម៉េចភាពមានវិន័យនឹងបានន័យថាធ្វើការងារមួយមិនចាំបាច់បង្ខំធ្វើឲ្យច្រើនមួយថ្ងៃនឹងទេបាទទេបងប្អូនមិនបាច់បង្ខំថាធ្វើមួយថ្ងៃនេះធ្វើឲ្យច្រើនយកតែមកទៅដើម្បីបានផលលឿនគេអត់គិតអញ្ចឹងទេ discipline បានន័យថាយើងបន្តធ្វើការងារនឹងមិនបាច់ច្រើនពេកទេប៉ុន្តែធ្វើឲ្យមានភាពទៀងទាត់ជារៀងរាល់ថ្ងៃ consistency ណាបងប្អូនបាទភាពទៀងទាត់ជារៀងរាល់ថ្ងៃធ្វើវាដែលបានន័យថាមិនចាំបាច់ខ្វល់អារម្មណ៍ពេកទេពេលខ្លះយើងខ្វល់អារម្មណ៍ខ្លួនឯងពេកថ្ងៃហ្នឹងកើតទេអារម្មណ៍អត់សុបាយចិត្តផងអត់ចង់ហាត់ប្រាណទេអារម្មណ៍អត់សុបាយចិត្តផងអត់ចង់ fasting ចង់ញ៉ាំអារម្មណ៍អត់សុបាយចិត្តផងអត់ចង់ធ្វើការងារនេះអត់ចង់ធ្វើការងារនោះអញ្ចឹង discipline អត់គិតរឿងហ្នឹងទេភាពមានវិន័យបានន័យថាយើងនៅតែបន្តធ្វើសកម្មភាពហ្នឹងទោះបីជាយើងចង់ឬក៏យើងមិនចង់ក៏ដោយបាទទេបងប្អូនម្ដងទៀតយើងនៅតែបន្តធ្វើសកម្មភាពហ្នឹងទោះបីជាយើងចង់ឬមិនចង់ក៏ដោយពីព្រោះសកម្មភាពហ្នឹងវាបម្រើឲ្យគោលដៅរបស់យើងនៅថ្ងៃអនាគតបាទទេបងប្អូនបាទឧទាហរណ៍ថាខ្ញុំចេញ YouTube មួយហ្នឹងខ្ញុំចំណាយពេលធ្វើ3ខែជាប់គ្នា6ខែជាប់គ្នាតម្រុំតែបាន 1k subscriber តម្រុំតែបាន 4000 ម៉ោងអញ្ចឹងខ្ញុំត្រូវការ discipline ធ្វើវាថ្ងៃខ្លះខ្ញុំអត់ចង់ធ្វើប៉ុន្តែខ្ញុំនៅតែឆ្លៀតពេលធ្វើទោះបីជារវល់យ៉ាងណាក៏ដោយអញ្ចឹងណាបងប្អូនអានេះគឺជាអីដែលយើងត្រូវដឹងអំពី discipline អញ្ចឹងបងប្អូនដឹងពី discipline ហើយបងប្អូនដឹងពី motivation ហើយតើបងប្អូននឹងជ្រើសរើសយកមួយណាបាទទេបងប្អូន motivation ខ្ញុំតែងតែនិយាយថាអ្នកណាក៏មានដែរហើយខ្ញុំតែងតែប្រាប់បងប្អូនទៀតថារបស់អីក៏ដោយឲ្យតែអ្នកណាក៏មានមិនសូវមានតម្លៃទេហើយថាអីគេក៏មានយើងក៏មានអ្នកនោះក៏មានអ្នកនេះក៏មានមនុស្ស 7,000 លានអ្នកមានទាំងអស់អញ្ចឹងយើងអត់មានអីពិសេសជាងគេផងបាទទេបងប្អូនរបស់អីក៏ដោយតែមានច្រើនពេកអត់សូវមានតម្លៃទេរបស់ដែលមានតម្លៃគឺរបស់ដែលកម្រមានមនុស្សណាធ្វើបានកម្រនឹងរកបានបាទទេបងប្អូនអញ្ចឹង discipline មនុស្សដែលមាន discipline មនុស្សដែលមានវិន័យក្នុងការរស់នៅប្រចាំថ្ងៃជាមនុស្សដែលកម្រនឹងរកបានបាទទេបងប្អូនកម្រនឹងរកបានមនុស្សនឹងធ្វើការងារនឹងទាំងខ្លួនឯងសប្បាយចិត្តទាំងខ្លួនឯងមិនសប្បាយចិត្តទាំងខ្លួនឯងអារម្មណ៍ប្រែប្រួលមិននៅតែបន្តធ្វើសកម្មភាពហ្នឹងព្រោះគាត់ដឹងថាវាបម្រើឲ្យគោលដៅរបស់គាត់ខុសពី motivation ជំនួយលើកទឹកចិត្តថ្ងៃហ្នឹងតាមមានអារម្មណ៍អត់សប្បាយចិត្តអត់ចង់ធ្វើទេដល់ពេលអញ្ចឹងលទ្ធផលក៏វាអត់បានដូចចិត្តដែលបំណងនោះដែរបាទទេបងប្អូនអញ្ចឹងយើងត្រូវរៀនធ្វើសកម្មភាពដែលមានវិន័យទោះបីវាពិបាកបន្តិចប៉ុន្តែភាពពិបាកហ្នឹងហើយវាធ្វើឲ្យបងប្អូនមានលក្ខណៈពិសេសខុសគេបន្តិចបាទបងប្អូនអញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់ចែកម្លែករឿងហ្នឹងជូនបងប្អូនប្រយោជន៍អីខ្លះគឺប្រយោជន៍ច្រើនមែនតើបងប្អូនចង់បានសុខភាពផ្លូវកាយផ្លូវចិត្តល្អបងប្អូនត្រូវមាន discipline មិនមែន motivation ទេបងប្អូនត្រូវធ្វើលំហាត់ប្រាណទៀងទាត់យ៉ាងតិច15ទៅ30នាទីក្នុងមួយថ្ងៃយ៉ាងតិច5ថ្ងៃក្នុងមួយសប្តាហ៍ខ្ញុំថា3ថ្ងៃដូចចង់តិច5ថ្ងៃទៅល្អអាហ្នឹងឲ្យមានវិន័យតែបងប្អូនបងប្អូនចង់មើលថែផ្លូវចិត្តខ្លួនឯងបានល្អបងប្អូនត្រូវចិញ្ចឹម
គុំនិតវិជ្ជមានឲ្យច្រើនចិញ្ចឹមរឿងល្អក្នុងជីវិតឲ្យច្រើនប្រមូលផ្ដុំវាមកដូចសន្សំលុយអញ្ចឹងសន្សំរឿងល្អឲ្យច្រើនមើលទម្លាប់បង្កើតការវិន័យមួយក្នុងការសន្សំតែរឿងល្អរឿងអត់ល្អបោះវាចោលគុំទម្លាប់ប្រមូលសម្រាមដាក់ខួរក្បាលរបស់យើងណែបងប្អូនអានឹងសត្វតែជាវិន័យហើយបងប្អូនត្រូវសន្សំវិន័យនឹងម្ដងបន្តិចមិនមែនថ្ងៃហ្នឹងចង់ធ្វើរឿងល្អធ្វើតែថ្ងៃហ្នឹងថ្ងៃស្អែកគិតដដែលមកវិញអត់បានផលអីទេបងប្អូនណាបងប្អូនហ្នឹងហើយអញ្ចឹង discipline គឺប្រើបានជាប្រយោជន៍គ្រប់កលៈទេសៈទាំងអស់បងប្អូនចង់បានសុខភាពល្អត្រូវបងប្អូនត្រូវបង្កើតទម្លាប់ត្រូវបង្កើតវិន័យក្នុងការមិនញ៉ាំផ្អែមក្នុងការធ្វើលំហាត់ប្រាណទៀងទាត់គេងគ្រប់គ្រាន់ញ៉ាំទឹកគ្រប់គ្រាន់បងប្អូនមានទម្លាប់ fasting ល្អធ្វើទៅបើបងប្អូនធ្វើអត់មានបញ្ហាសុខភាពបងប្អូនចង់បានសុខភាពផ្លូវចិត្តល្អបងប្អូនធ្វើសមាធិដង្ហើមទៅលំហាត់ប្រាណទៀងទាត់ទៅគិតរឿងល្អនិយាយរឿងល្អទៅគេងគ្រប់គ្រាន់ទៅជួបជុំមនុស្សជាទីស្រឡាញ់ឲ្យបានញឹកញាប់ហើយនិយាយតែរឿងល្អជាមួយគ្នាមានបញ្ហាដោះស្រាយបញ្ហាហ្នឹងជាមួយនឹងមនុស្សដែលយើងទុកចិត្តបានឬក៏ជា therapist របស់យើងជាគ្រូពេទ្យរបស់យើងអាហ្នឹងជាវិន័យទេបងប្អូនមិនមែនជា motivation មួយផ្លែតទេត្រូវការវិន័យដើម្បីបានផលបាទនេះបងប្អូននេះជាអីដែលខ្ញុំចង់ចែកម្លែកជូនបងប្អូននៅក្នុងថ្ងៃនេះសង្ឃឹមថាវីដេអូមួយនឹងមានប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាហើយបងប្អូនអាចមើលក្លេកមើលក្រាបនឹងចង់បានលទ្ធផលគឺត្រូវការពេលវេលាណាបងប្អូនអត់អាចបង្ខំបានទេ discipline ត្រូវការពេលវេលាភាពមានវិន័យត្រូវការពេលវេលាដើម្បីបង្កើតទម្លាប់នឹងបានមិនអាចបង្ខំយកលទ្ធផលមួយថ្ងៃទេវាទៅអត់រួចបាទនេះបងប្អូនដូចជាការដាំដើមឈើដូចជាការសន្សំលុយចង់ឲ្យលុយច្រើនទៅការសន្សំម្ដងបន្តិចពីរឿងតិចតួចទៅបាទនេះបងប្អូនអញ្ចឹងអរគុណសម្រាប់ការចូលរួមស្ដាប់ក្នុងថ្ងៃនេះអរគុណច្រើន